ការនៅពីក្មេងខ្ញុំចូលចិត្តញ៉ាំបាញ់ឆៅអត់ snow មែនតើហើយឥឡូវក៏នៅតែចូលចិត្តហើយណាគេដូចខ្ញុំខ្លះណោះតោះខ្ញុំនឹងមកប្រាប់ពីវិធីងាយៗដែលយើងអាចចាក់បាញ់ឆៅនៅផ្ទះបានអញ្ចឹងខ្ញុំទៅផ្សារវៀតណាមទិញម្សៅគេស្រាប់ហ្នឹងហើយនៅក្នុងហ្នឹងគឺមានម្សៅល្មៀតហើយស្រាប់ហើយគ្រាន់តែមកដល់យើងចាក់លាយទឹកគឺជាការស្រេចហើយសម្រាប់ម្សៅហ្នឹងគឺខ្ញុំថែមជាមួយនឹងពងមាន់មកគ្រាប់ទៀតដើម្បីឲ្យវាកាន់តែឈ្ងុយអញ្ចឹងហើយកុំភ្លេចគឺយើងត្រូវដាក់អំបិលបន្តិចដើម្បីកុំឲ្យម្សៅហ្នឹងភ្លាវអញ្ចឹងហើយសម្រាប់សាច់នេះគឺខ្ញុំឆាទុកពីយប់ដោយសារតែខ្ញុំអត់មានពេលច្រើនហើយទឹកត្រីក៏ខ្ញុំលាយទុកពីយប់ដែរអញ្ចឹងមកដល់ខ្ញុំលាយតែម្សៅហើយគឺខ្ញុំអាចចាក់បានហ្មងចឹងសម្រាប់អ្នកដែលគាត់នៅជប៉ុនឬគាត់នៅបរទេសដែលគាត់អត់សូវមានពេលអីគាត់អាចធ្វើទុកដូចខ្ញុំចឹងបានងាយស្រួលឆាប់បានញ៉ាំចឹងណាហើយសម្រាប់ទឹកត្រីផ្អែមគឺខ្ញុំបន្ថែមជាមួយនឹងសណ្តែកដីខ្ទឹមសខ្ទឹមក្រហមការ៉ុតម្ទេសអីចឹងទៅតាមការចូលចិត្តចឹងណាហើយសម្រាប់រសជាតិទឹកត្រីផ្អែមនេះដែរខ្ញុំយករៀងផ្អែមស្រាលចឹងឲ្យសារតាមចំណង់ចំណូលចិត្តហើយខ្ញុំក៏មកជាមួយនឹងបន្លែមានច្រើនមានតែជីហ្មងសាឡាត់ហើយនឹងតែសក់ប៉ុណ្្នឹងឯងដោយសារថ្ងៃហ្នឹងខ្ញុំធ្វើការទៅខ្ញុំក៏វិចខ្ចប់បញ្ឆៅហ្នឹងយកទៅញ៉ាំកន្លែងធ្វើការដែរហើយមិត្តភក្តិខ្ញុំស្ដាប់អានោះអីគេតំណងម៉េះខ្ញុំថាបញ្ឆៅចាំថ្ងៃនេះតែខ្ញុំឆ្អែញញ៉ាំតែពិតជាតែនិយាយទៅបោកទេអ្នកអើយហើយនេះសល់ម្សៅខ្ញុំក៏មកចាក់បញ្ឆៅអត់ស្នូលចឹងណាអូខេបាយ